ថ្ងៃនេះខ្ញុំនិងគ្រូសាខ្ញុំនឹងអញ្ជើញម៉ាក់ក្មេកខ្ញុំមកភាសាបាយនៅផ្ទះខ្ញុំដើម្បីចង់ប្រាប់ដំណឹងល្អទៅគាត់ប៉ុន្តែម៉ាក់ក្មេកខ្ញុំគាត់អត់ដឹងទេហើយសំណាងហើយដែលអត់ប្រាប់គាត់មុនហើយគាត់គិតថាពួកខ្ញុំអញ្ជើញគាត់មកភាសាបាយល្ងាចដូចធម្មតាអញ្ចឹងណាប៉ុន្តែយើងមានគម្រោងប្រាប់គាត់ដំណឹងល្អប៉ុន្តែឥឡូវហ្នឹងដំណឹងល្អคล้ายជាដំណឹងមិនល្អវិញហើយរយៈពេលប្រហែលថ្ងៃមុនដោយបងប្អូនបានឃើញហើយសម្រាប់បងប្អូនដែលគាត់អាសាតាមដានពេកខ្ញុំអត់សូវបានចេញវីដេអូទេនិយាយទៅអត់មានអារម្មណ៍នៅក្នុងខ្លួនតែទៅយករូបចាស់ៗឬក៏វីដេអូចាស់ៗមកបង្ហោះដល់ពេកដើម្បីកុំឲ្យពេកស្ងាត់ពេកប៉ុន្តែនៅក្នុងចិត្តខ្ញុំបងប្អូនដែលខ្ញុំមិនបង្ហាញទេគឺខ្ញុំកំពុងតែរំភើបខ្លាំងព្រោះគិតថាខ្លួនឯងនឹងខ្លាយជាម្ដាយគេហើយតាមធម្មតាខ្ញុំតែងតែមានវីដេអូសកួរដូចជា3វីដេអូប៉ុន្តែវីដេអូដែលខ្ញុំមានសកួរហ្នឹងខ្ញុំយកបង្ហោះអស់លេងហើយឡើងមួយអាទិត្យជាងដែលខ្ញុំសប្បាយចិត្តខ្ញុំរំភើបទប់អត់ចង់បានហើយតែងតែចង់ប្រាប់អ្នកនេះអ្នកនោះអញ្ចឹងណាបងប្អូនប៉ុន្តែចុងក្រោយគេអត់នៅជាមួយយើងប៉ុន្តែខ្ញុំឆ្ងល់អារម្មណ៍ខ្លួនឯងមែនតែនពេលដែលខ្ញុំដឹងថាខ្ញុំមានខ្ញុំសប្បាយចិត្តផងខ្ញុំភ័យផងខ្ញុំអរផងអារម្មណ៍នៅក្នុងខ្លួនដូចអញញ៉ៃខ្លាំងមែនតែនហើយធ្វើអីអត់ចេញទេរយៈពេលឡើងមួយអាទិត្យជាងដែលខ្ញុំអត់បានថតអីទាំងអស់ពីច្រើនវីដេអូចាស់យកមកកាត់តដើម្បីបង្ហោះកុំឲ្យបងប្អូនអបសុខប៉ុន្តែពេលដែលខ្ញុំបាត់បង់គាត់ទៅគាត់លេងនៅជាមួយខ្ញុំហ្នឹងហើយគឺឈឺចាប់ប៉ុន្តែខ្ញុំធ្វើអារម្មណ៍បានហើយខ្ញុំងើបឈរឡើងមកធ្វើវីដេអូវិញធម្មតាតែបើសួរថាអារម្មណ៍នៅខ្លួនអត់គឺអត់សូវនៅខ្លួនទេហើយរឿងហ្នឹងកើតឡើងពេលដែលប្តីខ្ញុំគាត់កំពុងតែរវល់ខ្លាំងទៀតគឺការងារសាលារបស់គាត់ពេលហ្នឹងប្តីខ្ញុំធ្វើអីក៏អត់ចេញដែរគាត់ធ្វើការខុសផងត្រូវផងចេះទៅហើយសំខាន់គឺគាត់សម្រាប់អត់សូវបានហ្មងគិតច្រើនដោយសារឃើញប្រពន្ធសូវស្រួលក្នុងចិត្តហ៎តែអត់អីទេបងប្អូនចាគឺខ្ញុំឥឡូវនេះខ្ញុំអាចត្រឡប់មកព្យាយាមធ្វើធម្មតាវិញបានព្យាយាមម្ដងទៀតនៅពេលក្រោយចាស៊ូហើយបងប្អូនបាញ់បារម្ភពីខ្ញុំទេខ្ញុំអត់អីទេហ្នឹងហើយធម្មជាតិចាគឺមានមកមានទៅនិយាយទៅរឿងធម្មតាហ្នឹងហើយធម្មតា easy ឥឡូវមកធ្វើឆាសាច់គោជាមួយនឹងសណ្តែកគួរចាអូឆាសណ្តែកគួរជាមួយសាច់គោហ្នឹងហើយឆាសាច់គោជាមួយសណ្តែកគួរឆាសណ្តែកគួរជាមួយសាច់គោក៏បានអត់បញ្ហាប៉ុន្តែខ្ញុំលាយជាមួយកញ្ឆាយនិយាយទៅធ្វើម្ហូបនេះអារម្មណ៍អត់នៅក្នុងខ្លួនទេបងប្អូនខ្ញុំភ្លេចដាក់សាច់មាន់ថ្ងៃហ្នឹងខ្ញុំថាឆាសាច់គោជាមួយសណ្តែកគួរហើយនឹងស្លឹកកញ្ឆាយឲ្យលាយសាច់មាន់ប៉ុន្តែចុងក្រោយមកឆាសាច់មាន់ដាក់តាមក្រោយភ្លេចដាក់សាច់មាន់អូយគិតនៅក្នុងចិត្តថាថ្ងៃហ្នឹងជាថ្ងៃដែលត្រូវប្រាប់ដំណឹងល្អទៅម៉ាក់ក្មេកហើយថ្ងៃហ្នឹងម៉ាក់ក្មេកខ្ញុំស្លៀកកៅមកលយទៀតណាគាត់ស្លៀកសរងកស៊ូស្លៀកអីសរងកស៊ូដែលខ្ញុំទិញជូនគាត់គាត់ស្លៀកមកឲ្យឡើងខ្ជូហើយខ្ញុំក៏បានប្រាប់ដំណឹងទៅគាត់ចឹងណាប៉ុន្តែខ្ញុំប្រាប់គាត់ថាកុំទឹកភ្នែកទឹកសបោអីព្រោះខ្ញុំអត់ចង់ឃើញទេធ្វើធម្មតាទៅប៉ុន្តែចុងក្រោយគាត់នៅតែទឹកភ្នែកដែរខ្ញុំសរសើរខ្លួនឯងថាខ្ញុំគឺជាមនុស្សម្នាក់ដែលទទួលការបរាជ័យបានយ៉ាងធម្មតាគឺធម្មតាហ្មងសម្រាប់ខ្ញុំនិយាយទៅការបរាជ័យនៅក្នុងជីវិតខ្ញុំគឺខ្ញុំទទួលបានគ្រប់យ៉ាងអត់ងាយឲ្យអាបរាជ័យនឹងធ្វើឲ្យខ្ញុំទឹកភ្នែកទឹកសបោយូរពេកទេតែប្រហែលថ្ងៃមកគឺខ្ញុំងើបឈរវិញបានហើយរឹងមាំជាងមុនទៀតទៅចំណុចល្អរបស់ខ្ញុំគឺកន្លែងហ្នឹងឆ្លាញ់ខ្លួនឯងកន្លែងហ្នឹងហើយខ្ញុំគិតថាបងប្អូនដែលកំពុងទៅមើលវីដេអូនេះក្នុងជីវិតយើងបើសិនយើងបរាជ័យអីមួយក៏ដោយបងប្អូនបាច់គិតច្រើនទេព្រមទទួលទៅហើយយើងត្រៀមចិត្តត្រៀមថ្លើមចាំទទួលការបរាជ័យនឹងរហូតទោះបីយើងកំពុងតែជោគជ័យនៅរឿងអីមួយក៏ដោយប៉ុន្តែត្រូវត្រៀមចិត្តមកចំណែកដើម្បីទទួលយកការបរាជ័យនឹងឲ្យបានព្រោះមនុស្សម្នាក់គឺតែងតែមានបរាជ័យនៅក្នុងជីវិតហើយសំខាន់លើយើងឯងថាយើងអាចត្រៀមចិត្តត្រៀមថ្លើមទទួលវាបានអត់បើម្ដាយក្មេកខ្ញុំហើយនឹងគ្រួសារខ្ញុំវិញគាត់សរសើរខ្ញុំហ្មងគាត់ថាប៉ាកែធ្វើចិត្តមែនទៅជាខ្ញុំនេះធ្វើធម្មតាប៉ុន្តែប្តីខ្ញុំហើយនឹងម៉ាក់ក្មេកខ្ញុំវិញទឹកភ្នែកទឹកស្វាគាត់ទទួលយកអត់ចង់បានប៉ុន្តែទៅជាខ្ញុំនេះទទួលយកបានខ្ញុំប្រាប់ម៉ាក់ក្មេកខ្ញុំហើយនឹងប្តីខ្ញុំថាអូយជីវិតនេះខ្ញុំឃើញគេលូតច្រើនណាស់តាំងពីក្បែរខ្លួនខ្ញុំម្ដាយខ្ញុំបកកើតជួបច្រើនខ្ញុំឡងស៊ាំហ្នឹងជីវិតខ្ញុំពីក្មេងខ្ញុំជួបចឹងមកអត់មានបញ្ហាអីផងចឹងពេលខ្ញុំជួបដែរខ្ញុំអត់មានបញ្ហាសម្រាប់ទទួលការបរាជ័យនឹងទេនិយាយទៅមនុស្សយើងម្នាក់គឺទទួលការបរាជ័យខុសៗគ្នាបើសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំជ្រើសរើសបែបសុបាយធម្មតាព្រោះខ្ញុំជួយចិត្តប្រាប់ខ្លួនឯងថារឿងរ៉ាវគ្រប់យ៉ាងនៅក្នុងជីវិតកើតឡើងគឺមានហេតុផលអញ្ចឹងយើងបដ ாய் តាមប្រេងវាសនាទៅគ្រាន់តែថាបើយើងព្យាយាមយើងនៅតែព្យាយាមធម្មតា